សូមស្វាគមន៍មកកាន់ប្រមាណ Reading ពេលនេះយើងមកស្ដាប់ការវិទ្យាលក្ខណៈទូទៅទាំងអស់គ្នាចង់ដឹងថាតើពីនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិទ្យារបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះខ្ញុំសូមបញ្ជាក់ផងដែរថាប្រមាណ Reading មិនមានទទួលមកវាទៅខ្លួនឡើយប្រសិនបើមាននរណាម្នាក់តែទៅអ្នកទាំងអស់គ្នាថាជាប្រមាណ Reading នោះគឺមិនមែនជាខ្ញុំសោះឡើយម្យ៉ាងការទទួលបៀគឺជាលក្ខណៈទូទៅមនុស្សជាច្រើនដែលទស្សនាការទទួលបៀអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមរំលងអ្នកទាំងអស់គ្នាក៏អាចចូលទៅទស្សនាការទទួលបៀជាច្រើនរបស់ខ្ញុំដែលគ្រាន់តែចូលទៅកាន់ link ដែលខ្ញុំបានដាក់នៅក្រោម comment ខាងក្រោមវីដេអូនេះឬក៏ចូលទៅកាន់រូបភាពរបស់ខ្ញុំលើ channel YouTube នេះនោះអ្នកទាំងអស់គ្នានឹងចូលទៅកាន់ channel ធំរបស់ខ្ញុំដែលនៅទីនោះមានការទទួលបៀក្រោមប្រធានបទខុសៗគ្នាសម្រាប់អ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណអ្នកទាំងអស់គ្នាអាចជួយបន្តខ្ញុំតាមរយៈបាកូដដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដែលខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការវិទ្យារបស់យើងបន្តទៅទៀតចង់ឲ្យតើពីនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិទ្យារបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះស្លឹកមានបានបង្ហាញថាអ្នកដែលស្ដាប់ការវិទ្យារបស់ខ្ញុំនេះគឺជាប្រភេទមនុស្សដែលមានញៀនដឹងមុនណាថានឹងមានអ្វីកើតឡើងសម្រាប់អ្នកហើយអ្នកក៏ដឹងមុនផងដែរថានៅក្នុងពេលខាងមុខនេះគឺអ្នកនឹងជួបនរណានឹងបានលក្ខណៈថាឆ្លងកាត់អ្វីចឹងណាឬក៏អាចនិយាយបានមួយទៀតថាអ្នកដែលស្ដាប់ការវិទ្យារបស់ខ្ញុំនៅក្នុងពេលនេះអ្នកកំពុងតែមានគោលដៅជីវិតមួយដែលច្បាស់លាស់សម្រាប់ខ្លួនឯងណាដូចថាដឹងថាខ្លួនឯងត្រូវដើរទៅផ្លូវណាខ្លួនឯងត្រូវធ្វើអ្វីបន្តទៀតអ្នកដូចជាដឹងផងដែរថាអ្នកត្រូវកែប្រែជីវិតរបស់ខ្លួនឯងទាំងស្រុងតែម្ដងណាឬក៏អាចនិយាយថាគឺអ្នកនឹងដឹងថាមិននឹងដឹងគឺអ្នកដឹងតែម្ដងណាដឹងតែហើយថាជីវិតរបស់អ្នកនៅក្នុងពេលខាងមុខនេះនឹងមានការប្រែប្រួលដោយសារតែអ្នកនេះបានសម្រេចចិត្តថាខ្លួនឯងបានកែប្រែឬក៏នឹងកែប្រែខ្លួនឯងតែម្ដងឲ្យខ្លាចទៅជាខ្លួនឯងស្នាជាថ្មីបើថាមនុស្សយើងពីមុនមកអត្តចរិតយើងពីមុនអ្វីដែលយើងធ្លាប់ឆ្លងកាត់គឺយើងបំភ្លេចចោលឬក៏យើងចាត់ទុកថាវាគឺជារឿងអតីតកាលមួយដែលត្រូវបោះបង់នៅក្នុងឆ្នាំចាស់អញ្ចឹងឆ្នាំថ្មីគឺជាខ្លួនយើងជាថ្មីប្រៀបដូចជាពេលវេលាមួយដែលយើងឈានជើងដើរពីចំណុច0ឬក៏ពីចំណុចដំបូងនៃជីវិតរបស់យើងទៅដូចជាមានរឿងអ្វីមួយដែលសំខាន់កើតឡើងសម្រាប់អ្នកដែលស្ដាប់ការវិទ្យារបស់ខ្ញុំនេះតាំងពីឆ្នាំ2013 2014ឬក៏2023មកណាអ្នកដែលស្ដាប់ការវិទ្យារបស់ខ្ញុំអ្នកខ្លះគឺដូចជាទៅតែបញ្ចប់ទំនាក់ទំនងដែលគេហៅថាមនោសញ្ចេតនាឬក៏មិនថាជាមនោសញ្ចេតនាស្នេហាប្រុសស្រីក៏ជាមនោសញ្ចេតនារវាងបងប្អូននេះទេប៉ុន្តែវាគឺជាទំនាក់ទំនងមួយដែលថាអ្នកមានការតាក់ទងជាមួយនឹងគេណាអស់រយៈពេល5ឆ្នាំ4ឆ្នាំ7ឆ្នាំ10ឆ្នាំចាអញ្ចឹងគឺអ្នកទៅតែបញ្ចប់ទំនាក់ទំនងមួយហ្នឹងណាពីមុនមកគឺអ្នកតែងតែតន្ទឹងរង់ចាំនៅការផ្លាស់ប្ដូរអ្វីមួយដែលគេហៅថាតន្ទឹងរង់ចាំឲ្យចក្រវាឡផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានណាប៉ុន្តែគឺវាអត់ទទួលបានអញ្ចឹងទៅគឺ